ត្រីប្រៃត្រីដែងអាំងផ្ទាប់ញីកម្ទេសហលហលម៉ែអើយម៉ែក្លៀនណាស់បាយពីរចានមិនដឹងណាណីទេឆ្ងាញ់ត្រូវមាត់ឥឡូវហ្នឹងនិយាយកំពុងតែក្លៀននេះបងប្អូនបើថាបានមកលេងទឹកដីខេត្តសៀមរាបណែនាំកន្លែងផនគាត់ហើយតម្លៃ5000មានខ្នាប់កូនត្រីបាទមានបាយសាច់ជ្រូកមានបាយសាច់មាន់អាំងអីចឹងណាហើយគាត់លក់នៅក្នុងតំបន់អង្គរចិត្តនឹងខ្លោងទ្វារបាទប្រាសាទតាព្រំហើយបងប្អូនដែលស្គាល់កន្លែងមួយនេះអាចបាទខមមិនចែករំលែកបន្ថែមបានខ្ញុំមកកន្លែងផនគាត់ជាលើកទី2ហើយឃើញតែកន្លែងផនគាត់ឥឡូវលក់ដាច់មែនតើអាចថាអាប់ដេតអីចឹងណាហើយសម្រាប់បងប្អូនដែលភាគច្រើនបានមកលេងតំបន់អង្គរចូលមកបានបាទបាយអ៊ីងួនបាទនៅប្រាសាទតាព្រំអូនឯងចាប់ថតបានច្រើនដល់បាន20គីឡូជិតបាន25មានទៀងថ្ងៃណាថ្ងៃអាទិត្យថ្ងៃសៅរ៍បានមានមឿនមានໄខអាំងមានខ្នាប់ណែមានកែបអបអង្គកែបអបបាត់ចាប់បដាហើយចុះខ្នាប់លើលក់មិនខ្នាប់ដែរហើយបាយមកនៅខ្នាប់បាយខ្នាប់5000បាយថេងដែង5000ចាបាយមន់5000ដែរហើយមានបាយសាច់ជ្រូកដូចគ្នាតម្លៃដូចគ្នាឥឡូវលក់តាំងពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានលក់តាំងពីម៉ោង7ដល់ម៉ោង4ល្ងាចអីចាឡើង4ល្ងាចទៅដែរចុះខគូខអីយើងមានដែរខគូមានដល់ល្ងាចដូចគ្នាអញ្ចឹងបើថាបងប្អូនបានមកដល់ខាងតំបន់អង្គររកកន្លែងរៀងសមរម្យដែរព្រោះតម្លៃដូចបានបញ្ជាក់នៅក្នុងវីដេអូអញ្ចឹងត្រង់5000ឯឡើងទេតែបើថាថេងដែងឯក្រៃលូថាមានធំមានតូចអីគាត់អាចលក់លើសនឹងឬក៏ធូរជាងហ្នឹងអាហ្នឹងខ្ញុំមិនដឹងទេណាបងប្អូនប៉ុន្តែបើនិយាយពីត្រីដែងអាំងជាមួយនឹងអាផ្អកត្រីប្រៃហើយញីកម្ទេសហលហ្នឹងទេខ្ញុំនិយាយមែនណាបាយគឺមិនដឹងណាណីទេបាទ2ចានអីដាច់ផឹងណាគាត់មានបាយបាទមាន់អាំងអីអញ្ចឹងទៅហើយខ្នាប់កូនត្រីខ្ញុំទៅកំងមិនទាន់បានបង្ហាញតែមិនតិចទេមែនតែទៅកំងគាត់ដែរតែវាអស់មានតែប្រមាណរបៀប3 4ខ្នប់អីហ្នឹងដែលគាត់លក់សម្រាប់អ្នកដែលទៅរៀងចុងម៉ោងដូចខ្ញុំទៅមិនទាន់ទេហើយជាមួយនឹងផ្អកត្រីប្រៃញីកម្ទេសហលផ្ទាប់ថេងដែងហ្នឹងជាតិបរោយបងប្អូនហើយបាយគាត់បាយបែបអង្គសម្រូបលាយជាមួយនឹងអង្គសម្រូបខ្លះអញ្ចឹងណាហើយបងប្អូនចង់ញ៉ាំជាមួយនឹងជ្រក់អីក៏បានដែរអាហ្នឹងតាមការផ្ទាប់របស់បងប្អូននេះញ៉ាំល្មិចក៏បានដែរនិយាយបដានឹងឃ្លានបដាអធិស្ឋានបងប្អូនដោយសារតែនៅកន្លែងផនគាត់វាតំណងពេកហើយជាក់ស្ដែងទៅគឺខ្ញុំបានមកកន្លែងគាត់2ដងហើយជាលើកទី2បងប្អូនតាំងពីនៅទឹកលហេលហាចមិនទាន់មានដបូលអីគាត់សង់រោងជាប់នឹងមួយទៀតណូអញ្ចឹងឥឡូវហ្នឹងឃើញថាអាប់ដេតច្រើនបាទគឺគាត់កែបន្ថែមចំណុចនេះចំណុចនោះអញ្ចឹងទៅហើយបន្ថែមការលក់អីកាន់តែច្រើនជាងមុនមានបងប្អូនខ្លះគឺគាត់ទៅជួយផ្សព្វផ្សាយអីបន្ថែមច្រើនណានិយាយទៅអ្វីដែលខ្ញុំបានចែករំលែកនេះគ្រាន់តែថាបងប្អូនដែលគាត់បានទៅអីក្រែងលូថារកកន្លែងរៀងសាមញ្ញគួរសមអីចង់ញ៉ាំអញ្ចឹងណាតម្លៃត្រឹម5000អីបើថានិយមចូលចិត្តញ៉ាំត្រីដែងអាំងអីរៀងក្តៅបានជាមួយនឹងបាទផ្អកកូនត្រីអីទៀតទេមកល្អប្រសើរអញ្ចឹងសម្រាប់កន្លែងគាត់គឺផ្លូវមកប្រាសាទតាព្រំដូចជាខ្លោងទ្វារបងប្អូនចាំមើលបាទស្រួលទេបងប្អូនគ្រាន់តែចុចផែនទីទៅអាចនឹងដល់បាទទីតាំងប៉ុនគាត់ហើយណាមួយវិញទៀតគាត់លក់តាំងព្រឹករហូតដល់ម៉ោង4ល្ងាចដូចបានបញ្ជាក់នៅក្នុងវីដេអូពីខាងដើមអញ្ចឹងដែរអញ្ចឹងពីខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទបាយបាយ